ការប្រើប្រាស់មធ្យោបាយព្យាករណ៍មិនថាបងប្អូនប្រើថ្នាំចាក់ឬក៏កងដាក់ស្បូនឬក៏កងដាក់ដៃឬក៏មធ្យោបាយណាមួយនៅពេលដែលយើងមានអារម្មណ៍ថាខ្លួនយើងហ្នឹងអត់នឹងទទួលយកវាបានទេអញ្ចឹងបងប្អូនត្រូវកែប្រជុំមធ្យោបាយហ្នឹងឬយកមធ្យោបាយផ្សេងទៀតដោយសារមធ្យោបាយព្យាករណ៍ហ្នឹងគឺមានច្រើនមានមធ្យោបាយធម្មជាតិនៅពេលដែលយើងតមដឹងថ្ងៃណាដែលយើងអាចមានកូនយើងតមរួមភេទឬមួយក៏យើងប្រើប្រាស់លាយជាមួយស្រោមអនាម័យឬក៏ដកទឹកចេញកាលពីនោះយើងមានថ្នាំចាក់3ខែម្ដងថ្នាំញ៉ាំមួយគ្រាប់ក្នុងមួយខែថ្នាំជាកណាត់21ថ្ងៃក្នុងមួយខែហើយនឹងកងដាក់ស្បូនប្រភេទធម្មតាកងដាក់ស្បូនប្រភេទអរម៉ូនកងដាក់ដៃអញ្ចឹងវាមានមធ្យោបាយច្រើនក្នុងការប្រើប្រាស់អញ្ចឹងបើប្រើអីមួយអត់ត្រូវបងប្អូនត្រូវស្វែងរកមធ្យោបាយអីមួយផ្សេងទៀតណាអញ្ចឹងប្រឹក្សាជាមួយគ្រូពេទ្យហើយកន្លែងនៅចិត្តបងប្អូនហ្នឹងមានកន្លែងដូរសុខភាពឬក៏ទីតាំង clinic ឬកន្លែងណាគេផ្ដល់ប្រឹក្សាពីមធ្យោបាយពីកណ្ដាលហ្នឹងបងប្អូនប្រឹក្សាមួយគាត់ឲ្យច្បាស់ទៅមុននឹងយើងប្រើប្រាស់តែទោះបីយ៉ាងណាក៏មធ្យោបាយពីកណ្ដាលវាអត់ត្រូវចំពោះមនុស្សទូទៅទេអញ្ចឹងវាអាចប្រើខុសៗគ្នាអញ្ចឹងគេមើលទៅតាមស្ថានភាពមើលទៅតាមភាពដែលងាយស្រួលប្រើហើយបងប្អូនអាចទៅតាមដានសុខភាពអត់អញ្ចឹងគេផ្ដល់យោបល់មួយចំនួនតែយ៉ាងណាក៏នៅតែយើងជាអ្នករើសខ្លួនឯងនៅមធ្យោបាយពីកណ្ដាលដែរបងប្អូន